ខ្ញុំចង់លើកពីបញ្ហាស្រាវជ្រាវនិងគោលបំណងនៃការស្រាវជ្រាវបញ្ហាស្រាវជ្រាវហើយនឹង gap ហ្នឹងដូចបងគាត់សួរមិញតើមានមិនបាច់មាន gap ហ្នឹងក៏បានបើអត់ gap ត្រូវមាន problem ពួក gap នឹង problem ហ្នឹងគឺវាដៃគូរបស់វាណាពេលខ្លះយើងអត់យើងលើក gap ប៉ុន្តែយើងលើក problem ពេលខ្លះយើងអត់លើក problem យើងលើក gap តែពាក្យច្រើនអា gap ហើយនឹង problem គឺតែមួយទេមានបញ្ហាហ្នឹងហើយអត់មានអ្នកសិក្សាព្រោះពេលខ្លះយើងមាន problem តែគេសិក្សាហើយយើងមកសិក្សាទៀតមិនកើតឃើញទេទោះមាន problem ក៏ដោយប៉ុន្តែត្រូវរកមើល gap ថៃបានឥឡូវបញ្ហាហ្នឹងមានគេសិក្សារឿងហ្នឹងនៅមានហើយយើងអត់យកហ្នឹងមកសិក្សាទៀតទេយើងត្រូវសិក្សារឿងផ្សេងអញ្ចឹងអា gap ហ្នឹងវាជារឿងសំខាន់ខ្លាំងហ្មងគាត់ថា gap ពីត្រូវចេញពី problem សិនព្រោះ research មួយវាត្រូវការមានបញ្ហាតែមានបញ្ហាយើងសិក្សាហើយបើមានបញ្ហាហើយគេសិក្សាហើយយើងទៅរកបញ្ហាថ្មីឃើញទេអញ្ចឹងវាចេញមកពី gap តែទេអញ្ចឹងអា gap ហ្នឹងវាត្រូវតែមាននៅក្នុងហ្នឹងហ្មងគាត់ថាចេះ gap ហ្នឹងវាចេះពេលខ្លះទៀត gap ធំបញ្ហាមួយហ្នឹងគឺអត់មានអ្នកសិក្សាសោះហ្មងយើង search មកកណោអត់មានសោះពេលខ្លះទៀតបញ្ហាហ្នឹងយើងចង់សិក្សាហ្នឹងមានគេសិក្សាហើយ3 4នាក់ហើយសិក្សារឿងហ្នឹងដែរគ្រាន់តែយើងនៅមាន gap ដោយសារគេសិក្សារឿងហ្នឹងគេផ្ដោតឧទាហរណ៍ថាឥឡូវរឿងខ្ញុំឧទាហរណ៍រឿង digital education មិនចោះយើងចង់សិក្សារឿង digital education ការតើមានបញ្ហាអីយើង search មកគេមានការសិក្សាពីរមួយសិក្សានៅខេត្តកំពង់ចាមមួយសិក្សានៅសៀមរាបអញ្ចឹងណាបរិបត្តិអីគេបរិបត្តិវិទ្យាល័យនេះវិទ្យាល័យនោះអញ្ចឹងទៅយើងក៏នៅចង់សិក្សារឿង digital education ដែរតែដោយសារមើលទៅគេសិក្សាហើយរឿងហ្នឹងបរិបត្តិវិទ្យាល័យតែយើងនៅតែចង់សិក្សាពីវាយើងមានជំរើសពីរយើងដូរបរិបត្តិឥឡូវគេសិក្សានៅវិទ្យាល័យខ្ញុំសូមសិក្សានៅសាកលវិទ្យាល័យវិញអញ្ចឹង gap អត់ gap problem ដដែល problem គឺបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្ត digital education គាត់ថាយើងកែ gap ដោយសារមានអត្ថបទ2គឺសិក្សាពីបញ្ហាប្រឈមនឹងហើយគឺនៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបមួយទៀតក្នុងកំពង់ចាមអញ្ចឹងទៅយើងមាន option 2ដូរ setting ឥឡូវគេវិទ្យាល័យយើងសុំអត់ធ្វើវិទ្យាល័យយើងធ្វើសាកលវិទ្យាល័យពេលយើងធ្វើសាកលវិទ្យាល័យគឺ gap ធំអត់មានសោះរឿងអ្នកសិក្សារឿងសាកលវិទ្យាល័យឃើញទេអត់មានទេយើងធ្វើនឹងមួយបានអញ្ចឹងយើងអាចអាងថា gap នឹង shoot gap ដោយសារតែអត់មានអ្នកសិក្សាតែសួរថាមានអ្នកសិក្សាអត់រឿង digital education មានគេសិក្សាពីរហើយគឺសិក្សានៅវិទ្យាល័យតែយើងមកសិក្សាសាកលវិទ្យាល័យអានោះជំរើសទី1គឺ gap ធំ gap ធំបានន័យថាមិនមែនគេមិនសិក្សាសោះត្មងរឿង digital education ទេគ្រាន់តែគេមិនទាន់មានអ្នកសិក្សានៅក្នុងបរិបទសាកលវិទ្យាល័យ option ទី2យើងនៅចង់សិក្សាវិទ្យាល័យដែរព្រោះយើងគ្រូវិទ្យាល័យឧទាហរណ៍ណាគ្រូវិទ្យាល័យត្រូវសិក្សាពីរឿងវិទ្យាល័យបានស្រួលកុំយើងគ្រូវិទ្យាល័យទៅសិក្សារឿងសាកលវិទ្យាល័យអត់ស្រួលទេដោយសារអីវាបរិបទមិនមែនរបស់យើងជំនាញនៅគ្រូវិទ្យាល័យយើងស្រួលក្នុងការនិយាយជាមួយនាយកសាលាឬក៏ធ្វើការនៅវិទ្យាល័យស្អីៗទាំងអស់ហ្នឹងក្នុងបរិបទយើងស្រួលក្នុងការសិក្សាអញ្ចឹងយើងនៅចង់សិក្សាវិទ្យាល័យដែរតែគេសិក្សាហើយហ្នឹងគេសិក្សាពីរហ្នឹងយើងសិក្សាមួយទៀតតែនៅខេត្តផ្សេងមកនៅសិក្សានៅភ្នំពេញឬក៏សិក្សានៅខេត្ត2មកអញ្ចឹងយើងដូរយើងបញ្ហាតែមួយរឿង digital education gap របស់យើងមិនមែនធំទេដោយសារមានគេសិក្សានៅបរិបទវិទ្យាល័យគេរកឃើញហើយយើងសិក្សាវិទ្យាល័យទៀតក៏បានដែរគ្រាន់តែ gap យើងតូច gap តូចមិនបានថារឿងហ្នឹងគេសិក្សាហើយតែមានគេសិក្សានៅខេត្តនេះតែអត់មានសិក្សានៅភ្នំពេញឃើញទេអញ្ចឹងការសិក្សានៅភ្នំពេញគឺជា gap មួយអត់មានសិក្សាឬក៏ទៅសិក្សានៅខេត្តផ្សេងបាត់ដំបងឬក៏កពតអញ្ចឹងណាឃើញទេអញ្ចឹងយើងជៀសអញ្ចឹងតែបើយើងជៀសអញ្ចឹងដោយសារយើងត្រូវមើល gap អញ្ចឹងវាបកមក gap ដដែល problem ដដែលរឿងតែមួយបញ្ហាប្រឈមក្នុងការអនុវត្ត digital education គ្រាន់តែយើងព្យាយាមរកមើលរឿងណាដែលគេអត់ទាន់សិក្សាអញ្ចឹង gap របស់យើងមិនធំទេដោយសារមានគេសិក្សាហើយគ្រាន់តែយើងដូរទីតាំងដូរ setting ដូរ participant ឬក៏ដូរ context ពីវិទ្យាល័យទៅសាកលវិទ្យាល័យអញ្ចឹងអ្នកទាំងនេះអាចឃើញយ៉ាងហ្នឹងបើគេសិក្សាហើយវិទ្យាល័យយើងសិក្សាវិទ្យាល័យដែរតែដូរខេត្តដូរថ្នាក់រៀនដូរយ៉ាងទៅគេសិក្សាថ្នាក់ទី12យើងទៅសិក្សាថ្នាក់ទី7ទី8យ៉ាងទៅឧទាហរណ៍ណាឬក៏ primary school យ៉ាងទៅដូរនឹងមួយបាន gap មួយដូរខេត្តក៏បាន gap មួយទៀតដូរបរិបទពីវិទ្យាល័យទៅសាកលវិទ្យាល័យ gap មួយទៀតតែបើសិនជាយើង search ទៅគ្មាននរណាសិក្សាតតែសោះរឿង
បញ្ហាប្រឈមក្នុងការអនុវត្ត digital education នៅកម្ពុជាឧទាហរណ៍ណាបើអត់មានសោះហ្មងអាហ្នឹង gap ធំអាហ្នឹងគេ shoot gap ហើយឃើញទេអញ្ចឹងព្យាយាមរក gap ឲ្យឃើញតែ gap ហ្នឹងវាមានណា gap 100% 80 90 50 30% អញ្ចឹងទៅបើគេវិទ្យាល័យគេធ្វើឲ្យយើងទៅធ្វើវិទ្យាល័យមួយទៀតហ្នឹង gap តូចទេ gap ថា 30% ចុះហើយបើគេធ្វើវិទ្យាល័យយើងទៅធ្វើនៅសាកលវិទ្យាល័យ 50% តែបើស្រាប់តែសូចទៅសិចមកគ្មានអ្នកណាធ្វើសោះយើងទៅធ្វើ 100% គេដែរហើយអាហ្នឹងបកមកសំណួរសួរថាធ្វើ PhD Master ហើយនិង Bachelor ខុសគ្នាមិនហ្នឹងគឺខុសហ្នឹង PhD គឺព្យាយាមឲ្យមើល gap ណាដែលធំពួកគោលបំណងនៃការសិក្សាកម្រិតថ្នាក់បណ្ឌិតនៅខ្មែរយើងអត់ដឹងទេណាបើនៅស្រុកគេគេឲ្យគេហៅ significant contribution to knowledge គឺការដែលយករមើលអីថ្មីដែលថ្មីខ្លាំងសម្រាប់ចំណេះដឹងអញ្ចឹងការថ្មីខ្លាំងហ្នឹងគឺដូចខ្ញុំលើកមិញហ្នឹងបើយើងសិក្សាអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹង digital education បើមានគេសិក្សានៅក្នុងបរិបទវិទ្យាល័យហើយយើងជៀសទៅយើងទៅធ្វើសាកលវិទ្យាល័យអាហ្នឹង gap យើង feel gap ប្រហែលទុក 50% ព្រោះបរិបទវិទ្យាល័យនិងមហាវិទ្យាល័យខុសគ្នាអញ្ចឹងណាសាកលវិទ្យាល័យតែបើសិនជាយើងសិក្សានៅកម្ពុជាអត់មានសោះហ្មងចង់សិក្សាមួយណាក៏បានដែរវិទ្យាល័យក៏បានសាកលវិទ្យាល័យក៏បានគឺ gap យើង feel 100% ហ្មងអញ្ចឹងគេហៅ shoot gap ហ្នឹងអាហ្នឹងគឺកម្រិត PhD ត្រូវហើយកម្រិតនៃការ fill in the gap ដើម្បីរកមើលលទ្ធផលថ្មីណាតែបើកម្រិត master វិញឯងធ្វើវិទ្យាល័យហើយអញទៅធ្វើវិទ្យាល័យមួយទៀតក៏បានដែរព្រោះ master កម្រិតវាទៅស្រាវាអត់ទាន់ធ្ងន់ដល់ PhD អញ្ចឹងបើ bachelor ទៀតរឿងដដែលហ្នឹងដូរតែវិទ្យាល័យមួយទៅបានហើយគេធ្វើនៅសៀមរាបនៅវិទ្យាល័យកខ្ញុំធ្វើនៅសៀមរាបដែរនៅវិទ្យាល័យខបានអត់បាន gap ដែរ gap តិចដោយសារខេត្តតែមួយគាត់ស្រុកតែមួយទៀតខុសតែវិទ្យាល័យគេណាអញ្ចឹង gap ហ្នឹងខាត់ធំអត់ធំទេដោយសារអីដោយសារមានគេសិក្សាហើយក៏យើងគ្រាន់ដូរទីតាំងតិចទេអញ្ចឹង gap កម្រិត 20-30% ទេតែបើយើងដូរពីវិទ្យាល័យយើងដូរខេត្តវាធំតិចយើងដូរខេត្តហើយយើងដូរសាកលវិទ្យាល័យទៀតគេវិទ្យាល័យយើងមកសាកលវិទ្យាល័យយើងកម្រិតកាន់ធំតែបើយើងអត់មានសោះហ្មងទៀតកាន់តែធំទៀតដូចការខ្ញុំធ្វើ PhD ហ្នឹងខ្ញុំចាប់ដើមធ្វើដំបូងខ្ញុំថាមាន gap ធំអត់មានអ្នកសិក្សាសោះហ្មងតែខ្ញុំសិក្សាអានទៅអានមកមានគេធ្វើមួយទៅជាងខ្ញុំដែរមុនខ្ញុំធ្វើឲ្យមុនខ្ញុំមួយឆ្នាំមុនខ្ញុំចាប់ដើមប៉ុន្តែខ្ញុំនៅរកមើល gap ឃើញដដែលបើថាគេសិក្សាហើយគេរកឃើញចេះខ្ញុំទៅសិក្សាទៅរឿងនឹងដដែលទេតែខ្ញុំដូរវិធីសាស្ត្រដូរ participant ដូរតិចទៅខ្ញុំរក gap ឃើញមួយសម្រាប់ការសិក្សា PhD ហ្នឹងតែសួរ gap ហ្នឹង 100% អត់ដល់ 100% ទេប្រហែលជា 50% ទេឃើញទេតែនៅធ្វើបាននៅធ្វើចប់បាន PhD គ្នាអញ្ចឹងដុកទ័រខ្ញុំសុំកាត់បន្តិចដុកទ័របាទតាក់ទងនឹង topic PhD ហ្នឹងដែលខ្ញុំបានសរសេរឲ្យនៅតែ public ហ្នឹងចេះដើម្បីឲ្យ topic របស់យើងមើលនៅក្នុងប្រទេសកម្ពុជាយើងថាតើ topic របស់យើងហ្នឹងមានគេស្រាវជ្រាវដែរទេអាហ្នឹងយើងអាចមានវិធីអីទៅ search ដឹងទេក្រៅពី Google Scholar អត់មានវិធីទេ search តាម Google Scholar ទៅនៅស្រុកយើងអត់មាន database នៅស្រុកគេ search តាម library database គេតាម Scopus តាមអីយើងអត់កើតទេអញ្ចឹងយើង search Google Scholar បើសិនជាក្នុង Google Scholar search អស់ហើយនៅមិនឃើញទៀតយើងអានបានថាអត់មានអ្នកសិក្សាទេតែពិតពេលខ្លះមានគេសិក្សាតែគេសិក្សាហើយគេអត់បានបោះពុម្ពគេសិក្សាចប់ហើយគេដាក់ក្នុង library អញ្ចឹងយើងមិនទៅរកឃើញអញ្ចឹងអាណាយើងរកអត់ឃើញយើងអាចអានបានថាអត់មានអត់អីទេបាទតែកុំឲ្យហ្នឹងហើយខ្ញុំលើកមកទៀតអាហ្នឹងតាក់ទងនឹង ethics ជួនកាលយើងរកក្នុង Google Scholar អត់ឃើញតែយើងធ្លាប់ដឹងថាមានគេធ្វើចប់ហើយគេដាក់នៅ keyboard គេដាក់ចូល library យើងដឹងណាយើងទៅថាអត់ទៀតអាហ្នឹងយើងកុហកខ្លួនឯងអាហ្នឹងអត់ទៅហុកក្រមសីលធម៌ព្រោះថាយើងបានឃើញហើយយើងត្រូវយកគេមកនិយាយអាហ្នឹងកាត់តែយើងដឹងតែបើយើងអត់ដឹងទេអាហ្នឹងអត់អីទេកំហុសអចេតនាយើងអានថាមានអ្នកធ្វើអត់អីទេអញ្ចឹងវាពឹងទៅលើ Google Scholar ហ្នឹងបាទពួកខ្ញុំព្យាយាម search ក្នុង Scholar ដែរអត់ឃើញបាទអរគុណដុកទ័រ
បាទខ្ញុំសូមចូលទី3ខ្ញុំចប់នឹងចាំយើងបកមកសំណួរចម្លើយខ្ញុំចង់លើកបញ្ហាស្រាវជ្រាវនឹងគុំនងស្រាវជ្រាវបន្តិចដោយសារចេះក្នុង introduction ត្រូវមានអាហ្នឹងហើយអ្នកខ្លះទៀតគាត់មិនដឹងថាធ្វើម៉េចឲ្យចេញ research problem ចាប់វាអត់ចេញណាឥឡូវខ្ញុំផ្ដល់ជាវិធីសាស្ត្រក្នុងការរកមើល research problem ខ្ញុំលើក3វិធីសាស្ត្រវិធីសាស្ត្រទី1គឺដើម្បីរកមើល research problem បានតើតែយើងខ្ញុំសូមទាននេះថាវាបាំងតើយើង review literature សិនអញ្ចឹងបានថាការសិក្សាស្រាវជ្រាវពេលមុននឹងរើសប្រធានបទមកសិក្សាយើងក៏ត្រូវសិក្សាមុននឹងដែរត្រូវអានត្រូវអីខ្លះឲ្យដឹងថាមានគេសិក្សានៅអារឿងយើងចង់សិក្សានេះបានថាក្នុង research វាមាន research មុននឹងធ្វើ research នឹងហើយឡើយនឹងឲ្យតន់ណាគឺថាយើងពេញចិត្តប្រធានបទហ្នឹងតែមិនពេញចិត្តប្រធានបទហ្នឹងធ្វើប្រើហ្មងទេយើងទៅអានមើល search ក្នុង Google Scholar ខ្លះមើលថាតើមានគេសិក្សានៅប្រធានបទហ្នឹងរមមកសបកទៅថាចំណាយពេលមួយថ្ងៃហ្នឹងព្រឹករៀនហ្នឹងចេះតែ search ទៅ search មកវាអត់មានសោះអូខេយកមកធ្វើបានហើយអត់មានមែនអាហ្នឹងយើងបាន search មួយថ្ងៃហើយតែមិនចេះបាច់មកថាអត់មានយើង search រកមើលទៅអត់មានមែនតែបើយើង search មកស្រាប់ថាជុំអាយើងចង់ធ្វើមានគេធ្វើ 4-5 ហ្នឹងអញ្ចឹងយើងត្រូវដូរហ្នឹងតិច gap ហៅមើល gap វិញឥឡូវសាកមើលឥឡូវគេធ្វើអាហ្នឹងហើយដូចខ្ញុំលើកមិញថាអូនៅវិទ្យាល័យគេធ្វើហើយឥឡូវខ្ញុំសុំសាកមើលសាកលវិទ្យាល័យមើលមានអត់សិតទៅសិនមកអត់មានទេអត់មានមកយើងអាចរើសហ្នឹងយកមកធ្វើបានអញ្ចឹងវិធីសាស្ត្រទី1ក្នុងការរកមើលបញ្ហាស្រាវជ្រាវគឺរកត្រូវ search ក្នុង literature មើល search Google Scholar មើលដើម្បីដឹងថាមានគេធ្វើនៅឬក៏អត់នេះ review existing studies article books and other resources in the area of interest help you understand what has been done where gaps or limitation exist search រកមើលសិនដឹងថាអត់មានបានយើងចាប់ដើមជ្រើសរើសវាយកមកធ្វើ research ហើយនៅពេលយើងចូលទៅក្នុង literature review មែនតើណាអាហ្នឹងបានរឿងលម្អិតក្នុងការសរសេរកុំឲ្យយើងរើសប្រធានបទមួយយើងយកមកសរសេរចប់ introduction ហើយដល់ពេលចូល literature review មើលទៅតែគេធ្វើឲ្យអស់លីងអញទៅណាចឹងអត់មាន gap សោះគេដែរអត់ gap នឹងធ្វើមិនចេញវាត្រូវរក gap ឲ្យឃើញពួក gap ជាចំណុចសំខាន់មួយក្នុង introduction នៅក្នុង research មួយទាំងមូលអញ្ចឹងណាមាន problem ក៏ដោយតែបើអត់មាន gap ក៏ពិបាកណាបានថាយើងមាន problem មួយរឿងហ្នឹងតែរឿងហ្នឹងគេសិក្សាហើយហ្នឹងយើងទៅសិក្សាទៀតមិនកើតមិនចឹងហើយបើយើងរៀនដល់ PhD ទៀតអាហ្នឹងធ្ងន់ម្ដងបានថាអ្វីយើងសិក្សាហ្នឹងគឺគេសិក្សាហើយយើងចំណាយពេល 4-5 ឆ្នាំសិក្សាហ្នឹងវាអត់ទៅបានប្រយោជន៍ដោយសារអីវាអត់មានអីថ្មីពីរបស់យើងអញ្ចឹងมันគេឲ្យរកមើល gap ហ្នឹងឲ្យអានទៅអានមកអានទៅអានមកតអស់អញ្ចឹងបានថាមុននឹងធ្វើ research ក៏យើងត្រូវធ្វើកូន research មួយ search ទួចឲ្យដឹងថាអត់មានទេអត់មានទេយើងធ្វើដល់យើងចូល review មែនតើលំអិតជាងហ្នឹងក៏អត់អីដែរព្រោះយើងបាន search បន្តិចទៅវាអត់មានមែនអញ្ចឹងណាហ្នឹងហើយអញ្ចឹងចំណុចទី1ក្នុងការរកមើលបញ្ហាគោលបំណងនៃការធ្វើហ្នឹងគឺធ្វើម៉េចរកមើល gap ឲ្យឃើញរកមើលសំណួរអត់មានចម្លើយឬក៏រកមើលបញ្ហាណាមួយនៅក្នុងប្រធានបទហ្នឹងជារួមឲ្យស្រួលបំផុតគឺរកមើល gap រកមើលថារឿងហ្នឹងអត់ទាន់មានអ្នកសិក្សាទេទោះមានគេសិក្សាហើយក៏ខុសបរិបទនេះដែរឧបករណ៍ន័យថាគេសិក្សាហើយតែគេសិក្សានៅខេត្តនេះយើងសិក្សាខេត្តនោះឬក៏គេសិក្សាហើយគេសិក្សានៅក្នុងបរិបទប្រមុនឯកជនខ្ញុំមិនសិក្សាបរិបទធនាគារឬក៏បរិបទអង្គការខុសបរិបទនេះក៏បានក៏ gap ដែរណាពេលនៅ gap ហ្នឹងគ្រាន់តែ gap តិច gap ធំគេវិទ្យាល័យគេសិក្សាហើយយើងទៅសិក្សានៅវិទ្យាល័យទៀតអត់សូវមាន gap ទេដោយសារអី setting ហ្នឹងបរិបទហ្នឹងគឺគេសិក្សាហើយយើងដូរបរិបទមកសាកលវិទ្យាល័យមកវាធ្វើឲ្យ gap ធំ 50% ហើយខុសគ្នាដាច់ហ្មងណាតែមិនមែន gap 100% ទេដោយសារអីគេទោះបីមិនទាន់មានអ្នកសិក្សានៅសាកលវិទ្យាល័យក៏គេសិក្សានៅវិទ្យាល័យគេដឹងរឿងនឹងខ្លះហើយថាបញ្ហាវាមិនអីមិនអញ្ចឹងណាវាជា broader perspective គឺមានហើយតែកុំមកយើងទៅរកឲ្យចំថាគ្មានសោះហ្មងអត់ទេមិនសូវមានទេ for research គេ build បន្តគ្នាគេធ្វើឲ្យមុននឹងរាប់ឆ្នាំមុនជួនកាលយើងអត់ដឹងទេសើចជួយអានេះធ្វើឲ្យឯងមុននឹង10ឆ្នាំមិនហើយអញ្ចឹងទៅអា gap យើងគិតថាមានលែងខ្លាចជា gap ទេដែរគាត់នឹង gap នេះខ្ញុំបញ្ជាក់អញ្ចឹងគឺ gap ធំ gap តូច
ឲ្យតែមាន gap គឺបានហើយទៅធំមិនអីគាត់ថាបើយើងធ្វើកាន់តែ research កាន់តែល្អគឺ gap កាន់តែធំកម្រិតកាន់ខ្ពស់ដល់ PhD gap កាន់តែធំអញ្ចឹងណាព្រោះគេចង់ឲ្យយើងធ្វើរឿងអីដែលថ្មីដើម្បី expand knowledge បើយើងគេធ្វើហើយយើងទៅធ្វើទៀតបានថាគេធ្វើហើយបាន 70% យើងទៅធ្វើថែម 5% ទៀតយើងកើនបាន 5% មិនអញ្ចឹងអ្វីយើងធ្វើជួយគេបានតែ 5% តែបើអត់មានអ្នកធ្វើសោះយើងធ្វើបាន 50% គឺ 50% ធំហ្នឹងណាចាហ្នឹងគឺរឿង gap រឿងមួយទៀតបាច់តាម review literature អីក៏បានដែរបញ្ហាស្រាវជ្រាវក៏យើងរកឃើញដែរគឺរកឃើញចេញមកបញ្ហាស្រាវជ្រាវបញ្ហាទូទៅគេ river problem ហ្នឹងគឺយើងមិនទៅអានអត្ថបទអីយើងជួនកាលយើងព្រោះនៅប្រចាំថ្ងៃយើង observe យើងស្ដាប់យើងអានកសែតយើងមើល Facebook យើងបទពិសោធន៍ការងារយើងរាល់ថ្ងៃអីយើងហៅហើយយើងដឹងថានឹងបញ្ហាអីគេណា pressing issue បញ្ហាក្តៅហើយអញ្ចឹងបញ្ហាហ្នឹងវាអត់ចេញមកពី review literature ទេតែយើងចេញពីបទពិសោធន៍ជាក់ស្ដែងចេញពីការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងគោលបំណងរបស់យើងគឺយើងត្រូវចាប់ចំណុចបញ្ហាហ្នឹងយកមកសិក្សា specific problem issue that need research attention អញ្ចឹងទោះបីឃើញបញ្ហាហ្នឹងមែនទេណា need research attention ពេលយើងរកបញ្ហាគឺបញ្ហាក្នុងសង្គមផ្ទាល់ហ្មងសង្គមហ្នឹងមិនដឹងសង្គមនឹងការងារក៏បានគ្រួសារក៏បានបញ្ហាកន្លែងការងារបញ្ហាក្នុងសហគមន៍ក្នុងស្រុកក្នុងភូមិយើងក៏ជាបញ្ហាយកមកសិក្សាបានដែរប៉ុន្តែ search ត្រូវទៅ search literature review តិចទៀតហើយណា search មើលថាតើមាន research attention រឿងហ្នឹងនៅមិនថាមានគេសិក្សានៅអត់មានទេយើងយកហ្នឹងមកនិយាយថាអូខេតាមបទពិសោធន៍របស់ខ្ញុំឬក៏តាមobservation ទូទៅហ្នឹងឃើញថាមានរឿងមួយដែលកំពុងជាបញ្ហាមួយក្នុងសង្គមកម្ពុជាគឺរឿងនេះរឿងកមួយចឹងទៅបើថារឿងគ្រោះថ្នាក់ចរាចរណ៍ទៅណាអញ្ចឹងយើងចង់យកដោះស្រាយបញ្ហាហ្នឹង this research try to understand the issue យ៉ាងទៅហើយ try to solve problem អញ្ចឹងទៅហើយយើងអាងទៀតថាreview literature ទៅបង្ហាញថាអត់ទាន់មានអ្នកសិក្សាពីរឿងហ្នឹងច្បាស់លាស់ទេអញ្ចឹងការសិក្សាហ្នឹងគឺសំខាន់ដោយសាររឿងហ្នឹងជារឿងមួយដែល pressing issue នៅក្នុងបរិបទកម្ពុជាឃើញទេអញ្ចឹងវារត់ទៅរកអា gap ទៅដែរដោយសារអីដោយសារអញ្ចឹងជួនកាលយើងឃើញបញ្ហាក្នុងសង្គមនឹងមួយនៅកន្លែងការងារយើងឬក៏នៅមុខយើងហ្នឹងបញ្ហាប៉ុណ្ណានៃមួយតែយើងទៅសិក្សាអានអត្ថបទឃើញគេសិក្សាហើយហ្នឹងអញ្ចឹងយើងសិក្សាទៀតមិនកើតមិនអញ្ចឹងរឿងហ្នឹងក៏ដោយតែបើយើងទៅអានមកជួយអត់មានអ្នកសិក្សាសោះហ្មងអញ្ចឹងយើងចង់សិក្សាពីវាបញ្ហាមកពីណាមកពី real world problem បញ្ហាក្នុងសង្គមទូទៅអញ្ចឹងក្នុង research problem មានពីរយើងធ្វើ research មួយបញ្ហា research problem គឺជាបញ្ហាក្នុងសង្គមឬគ្រោះថ្នាក់ចរាចរណ៍ឬក៏បញ្ហាគុណភាពនៃការអប់រំអាហ្នឹងជាបញ្ហាមួយទៀតមិនមែនជាបញ្ហាទេគឺវាគ្រាន់តែជា gap ដែលត្រូវសិក្សាយើងចង់ដឹងថាតើtransformational leadership មានសារៈប្រយោជន៍អីខ្លះក្នុងការជួយគ្រូសួរអាហ្នឹងជាបញ្ហាក្នុងសង្គមអត់អ្នកឯងទៅធ្វើអាហ្នឹងមិនធ្វើអាហ្នឹងអាណាទៅខ្វល់ហ្នឹងវាមិនមែនជាបញ្ហាក្នុងសង្គមទេមិនមែនដូចថាសិស្សទៅរៀនយឺតឬក៏គ្រោះថ្នាក់ចរាចរណ៍ហ្នឹងមកជាបញ្ហាដែលប៉ះពាល់តើleadership style ហ្នឹងវាមានជាបញ្ហាស្អីក្នុងសង្គមអត់ទេឃើញទេអញ្ចឹងតែវាជា gap យើងអានទៅអានមកជួយអត់មានណាសិក្សាពីរឿង leadership style នៅក្នុងបរិបទ high school កម្ពុជាសោះអញ្ចឹងយើងយកមកសិក្សា problem របស់យើងគឺជា gap អាមួយទៀត problem របស់យើងគឺជា problem មែនតែនហ្មងបញ្ហាគឺជាបញ្ហាមែនតែនដែលកំពុងជួបប្រទះនៅក្នុងបរិបទកម្ពុជាអញ្ចឹងណាវាអញ្ចឹងព្យាយាមធ្វើម៉េចទោះបីជាបញ្ហាមែនតែនក៏ដោយបញ្ហាក្នុង research ក៏ដោយគឺត្រូវរកមើល gap ឃើញ gap គឺជាបញ្ហាក្នុង research មិនជាបញ្ហាក្នុងសង្គមទេតែជាចង់ធ្វើ research ដោះស្រាយបញ្ហាក្នុងសង្គមតើទៅមើល gap តែបញ្ហាហ្នឹងអត់តមានអ្នកសិក្សាបើអត់មានអ្នកសិក្សាយើងទៅសិក្សាទៅត្រូវហើយតែយើងថាហ្នឹងបញ្ហាសង្គមយើងចង់សិក្សាតែគេសិក្សាឡើងខ្ទេចអាហ្នឹងយើងទៅសិក្សាទីមិនកើតឃើញទេតែវាអាចជាបញ្ហាមួយដែលយើងចង់ដឹងមួយទៀតគឺគេហៅថាបទពិសោធន៍យើងផ្ទាល់ចំណាប់អារម្មណ៍យើងផ្ទាល់ហ្មងយើងអត់ខ្វល់អីទាំងអស់យើងថាអូខេបទពិសោធន៍ខ្ញុំនៅកន្លែងធ្វើការ observation ការកត់សម្គាល់របស់ខ្ញុំនៅកន្លែងធ្វើការពីចឹងគេយកកន្លែងធ្វើការមកហ្នឹង
ហើយយើងឆ្ងល់ថាហ្នឹងមិនអញ្ចឹងឥឡូវបុគ្គលិកខ្ញុំកន្លែងធ្វើការខ្ញុំគាត់មកយឺតរហូតឲ្យអនបំមករីឬក៏យើងគ្រូយើងថាសិស្សហ្នឹងមើលទៅដូចមិនចង់រៀនមិនចង់អីទៅដល់ម៉ោងយើងដូចរបៀបថាអត់មាន motivation ណាយើងចង់សិក្សាមើលមិនបានអញ្ចឹងយើងអត់ខ្វល់អំពីអាណានៃលើ problem ក្នុងសង្គមឬក៏ gap អីទេយើងចង់ដឹងថាក្នុងបរិបទយើងកន្លែងធ្វើការយើងថ្នាក់រៀនយើងវាបញ្ហាស្អីបានវាអញ្ចឹង problem that is personally motivating ហើយនឹង interesting to you យើងអាចធ្វើបាន research ហ្នឹងណាក្នុងហ្នឹងគេហៅ action research គឺបញ្ហាកើតឡើងក្នុងកន្លែងធ្វើការឬក្នុងថ្នាក់រៀនយើងធ្វើរឿងអីមួយដើម្បីដោះស្រាយបញ្ហាហ្នឹងហើយយើងទៅធ្វើ action research គាត់នឹងចេះអាធ្វើហ្នឹងអត់អីទេធ្វើចប់បានតែទៅបោះពុំហេតុពិបាកបន្តិចដោយសារអីពេលទៅបោះពុំគេរកមើល gap នេះគេអត់ខ្វល់នឹងឯងបញ្ហាក្នុងសង្គមឬក៏បញ្ហាជួបផ្ទះខ្លួនឯងក្នុងថ្នាក់រៀនក្នុងកន្លែងធ្វើការទេគេសួរថាតើរឿងហ្នឹងមានគេសិក្សាហើយនៅគេបោះពុំនៅបើគេបោះពុំឆ្អែតហើយយើងទៅធ្វើទៀតគេថាចំណុចធំគេថារឿងហ្នឹងមិនមែនរឿងថ្មីទេអញ្ចឹងគេអត់ចាប់អារម្មណ៍នឹងការបោះពុំទេតែយើងនៅតែបោះពុំបានអញ្ចឹងបោះពុំនៅចំណុចផ្សេងកម្រិតស្រាលជាងហ្នឹងអញ្ចឹងណាអញ្ចឹងក្នុងចំណោមបញ្ហាទាំង3ហ្នឹងបញ្ហាដែលល្អជាងគេក្នុងការសិក្សាគឺបញ្ហានៅក្នុង literature review បញ្ហាក្នុង literature ដែលជា gap ហើយភាគច្រើនបើវាជា gap អត់ទាន់មានអ្នកសិក្សាយើងសិក្សាទៅត្រូវហើយល្អហ្មងអ្វីយើងសិក្សានោះគឺបង្កើតចំណេះដឹងថ្មីឬថាអត់ទាន់មានអ្នកសិក្សាពេលខ្លះទៀតបញ្ហានោះគឺបញ្ហាក្នុងសង្គមជាក់ស្ដែងក្នុងកន្លែងការងារជាក់ស្ដែងក្នុងសហគមន៍ជាក់ស្ដែងយើងសិក្សាពីវាក៏បានដែរប៉ុន្តែសូមព្យាយាម link មកមើល gap តិចមកផងថាតើរឿងហ្នឹងដែលយើងចង់សិក្សាក្នុងសហគមន៍ឬក្នុងកន្លែងការងារហ្នឹងមាន gap អត់មិនថាមានគេសិក្សាហើយនៅបើអត់ទេតែសិក្សាទៅត្រូវហើយអានឹងល្អហ្មងជួយដោះស្រាយបញ្ហាសង្គមជាគេហៅគោលបំណងនៃ research ហ្នឹងណាបើតាមខ្ញុំចាំគោលបំណងនៃ research ឬក៏គេហៅគុណតម្លៃនៃ research មាន3ទី1គឺបង្កើតចំណេះដឹងថ្មីនឹងធំជាងគេនេះឥឡូវនេះ PhD អីក៏ដោយគឺចង់ឲ្យធ្វើអាហ្នឹងគឺបង្កើតចំណេះដឹងថ្មីទី2ដោះស្រាយបញ្ហាសង្គមនេះអាទី2នេះអាហ្នឹងកម្រិតទី2ណាហើយទី3គឺដោះស្រាយបញ្ហាជាក់ស្ដែងមិនដល់សង្គមបញ្ហាគេហៅក្នុងកន្លែងការងារឬក៏បញ្ហាពាក់ព័ន្ធនៅក្នុងសហគមន៍ឬក៏ក្នុងគ្រួសារឬក៏គេហៅថា small scale អញ្ចឹងណា action research ក្នុងថ្នាក់រៀនអញ្ចឹងអាហ្នឹងគឺតូចជាងគេវា personal curiosity គឺរឿង research ដែលយើងចង់សិក្សាគឺយើងមិនមែនចង់ដោះស្រាយបញ្ហាសង្គមទេយើងក៏មិនមែនចង់បង្កើតចំណេះដឹងថ្មីយើងក៏ចង់ដឹងថាតើអារឿងដែលយើងជួបប្រទះហងៃហ្នឹងដោះស្រាយមិនឬក៏មិនអញ្ចឹងណាអញ្ចឹងវាបកមកអញ្ចឹងអ្នកទាំងអស់គ្នាពេលយើងបង្កើតបញ្ហាស្រាវជ្រាវមួយយើងអាចមាន3ជម្រើសបញ្ហាហ្នឹងគឺជាបញ្ហាយើងចាប់អារម្មណ៍រាល់ថ្ងៃយើងជួបតែហ្នឹងរាល់ថ្ងៃយើងឆ្ងល់មិនអញ្ចឹងចង់ទៅធ្វើវាទី2យើងថាហ្នឹងជាបញ្ហាក្នុងសង្គមមួយដែលបើយើងធ្វើបានទៅល្អសង្គមយើងផ្ដល់អីយើងទៅទី3អាហ្នឹងដូចអត់តមានអ្នកសិក្សាសោះហ្មងណាចឹងសិក្សាទៅល្អហ្មងគឺយើងចេញមកដំបូងគេហ្មងយើងគេ contribute to knowledge បង្កើតចំណេះដឹងថ្មីរឿងហ្នឹងហ្មងចឹងគ្រប់ research ទាំងអស់វាប្រកាសជាមានអ្នកណាមួយធ្វើអីមុនគេអីអាអ្នកធ្វើមុនគេចុងក្រោយទៅខ្លាយជាកៅ model អីចឹងណាឲ្យតែគេសិក្សាបែបហ្នឹងគេយកហ្នឹងមកនិយាយហើយដូចថាសម្ដេចសង្ឃរាជជួនណាគាត់បង្កើតវចនានុក្រមឲ្យតែនិយាយរឿងវចនានុក្រមគេយកគាត់មកនិយាយគេដែរគាត់មុនគេយើងក៏ដែរអញ្ចឹងបើយើងមានធ្វើអីរឿងថ្មីមួយដែលអត់ទាន់មានអ្នកសិក្សាសោះឲ្យតែគេសិក្សាបន្តពីយើងគេយកវាយើងនឹងមកសាយហើយក្នុង research វាតគ្នាអញ្ចឹងអូខេអញ្ចឹងជារួមក្នុងការបង្កើត research កំងមកនេះក្នុងការបង្កើត research problem មួយគឺមាន3ជម្រើសហ្នឹងដែលខ្ញុំបើខ្ញុំធ្វើការខ្ញុំធ្វើ PhD បើខ្ញុំមើលទៅវាទាំង3នឹងចូលគ្នាណាទី1ចំណាប់អារម្មណ៍របស់ខ្ញុំកាលហ្នឹងព្រោះយើងគ្រូសាកលវិទ្យាល័យដែរហើយយើងដឹងថារឿង research ហ្នឹងវាមិនសូវមានអ្នកធ្វើអញ្ចឹងមិនសូវមានអ្នកនិយាយយើងចាប់អារម្មណ៍នឹងចង់ដឹងថាថៃបានវាអញ្ចឹងហើយក៏ជាបញ្ហាសង្គមដែរថាវាអត់អ្នកធ្វើ research ក៏មានអីថ្មីក្នុងសង្គមអញ្ចឹងណាយើងចង់ឲ្យគ្រូសាកលវិទ្យាល័យគាត់ធ្វើ research ហើយខ្ញុំត្រូវមើល gap មើលទៅហៅមកវាអត់មានអ្នកសិក្សាពី PhD ជម្រៅមែនអញ្ចឹងវា3បញ្ចូលគ្នា
ធ្វើជា PhD របស់ខ្ញុំហ្នឹងទៅហើយបើខ្ញុំសរសេរជា paper ទូទៅរាល់ថ្ងៃហ្នឹងភាគច្រើនអាទី1ភាគច្រើនយើងអាងថាអត់មានអ្នកសិក្សាឬក៏មានអ្នកសិក្សាតិចតួចអញ្ចឹងយើងចង់សិក្សាបន្ថែមដើម្បីយល់ដឹងពីរឿងហ្នឹងកាន់តែស៊ីជម្រៅរឿងហ្នឹងអាចជា problem ជាក់ស្ដែងក្នុងសង្គមពេលខ្លះមិនមែនជាបញ្ហាក្នុងសង្គមទេពេលខ្លះជាបញ្ហាសង្គមអញ្ចឹងណាតែអ្វីដែលសំខាន់គឺអត់មានអ្នកសិក្សាពីរឿងហ្នឹងដូចរឿងខ្ញុំសិក្សាអំពីរឿងសង្គមពុទ្ធិនេះ Cambodia Vision to Become a Knowledge Society នេះអាហ្នឹងបើយើងមើលក្នុងសង្គមវាមិនមែនជា pressing issue ទេខ្មែរយើងចង់ខ្លាចជាសង្គមពុទ្ធិឲ្យខ្លាយមិនខ្លាយក៏វាអត់បញ្ហាណាវានៅតែធម្មតាអញ្ចឹងណាប៉ុន្តែខ្ញុំមើលឃើញថាមាន gap មួយធំណាគឺអត់មានអ្នកសិក្សាពីរឿងនោះសោះមិនដឹងមាន researcher ណាស្អីក៏ដោយអានទៅអានមកគ្មានខ្ញុំទៅសិក្សាទៅអញ្ចឹងខ្ញុំ fill in the gap នឹងមួយហើយឲ្យអ្នកណាថ្ងៃក្រោយអ្នកឯងចង់ទៅសិក្សារឿងសង្គមពុទ្ធិនៅខ្មែរមើល paper ខ្ញុំពី3ហ្នឹងយកទៅផ្សាយបានហើយព្រោះខ្ញុំអាចធ្វើខ្ញុំគិតថាមុនគេផងអាហ្នឹងព្រោះតែសួរវាជាបញ្ហាសង្គម pressing អត់មិន pressing នេះមិនមែនក្តៅខ្លាំងទេគឺនៅធម្មតាអញ្ចឹងណាតែវាជា gap មួយធំតែយើងធ្វើបានហើយ personal experience ហ្នឹងវាខ្លះវាពាក់ព័ន្ធដែរព្រោះយើងធ្វើនៅក្នុងសាកលវិទ្យាល័យហ្នឹងវារឿង knowledge society ដឹងអានទីទួចអីចឹងណាតែជារួមគឺលើនេះអញ្ចឹងអ្នកទាំងអស់គ្នានៅពេលយើងបង្កើតជាបញ្ហាគឺយើងមាន3ជំរើសទី1គឺយើងចាប់អារម្មណ៍រឿងហ្នឹងបទពិសោធន៍ការងារយើងចំណាប់អារម្មណ៍របស់យើងគឺយើងចង់ហ្នឹងហ្មងអាណាធ្វើអីធ្វើអត់ខ្វល់ដឹងចង់ធ្វើអាហ្នឹងធ្វើទៅអូខេមួយទៀតយើងឃើញក្នុងសង្គមហ្នឹងអាហ្នឹងបញ្ហាមួយក្នុងសង្គមឬក៏ក្នុងសហគមន៍យើងហ្នឹងវាកម្រិតខ្ពស់ជាងអា interest នេះវាចូល real world problem នេះចង់ដឹងថាធ្វើម៉េចឲ្យឥឡូវចង់ធ្វើម៉េចឲ្យសិស្សប្រឡងជាប់ច្រើនឬក៏ថ្នាក់រៀននឹងវាល្អជាងមុនសមត្ថភាពចរាចរណ៍ល្អជាងមុនឬក៏ការអនុវត្តច្បាប់ល្អជាងមុនអីចឹងណាវាពាក់ព័ន្ធនឹងអាទី2អាទី3គឺចេញមក research ហ្មងអត់មានអ្នកធ្វើទេអញ្ចឹងខ្ញុំមកធ្វើវាតែល្អជាងគេគឺអាហ្នឹងហើយបើបានហ្នឹងដោះស្រាយបញ្ហាសង្គមទៅកាន់តែល្អតែបើយើងចង់ដោះស្រាយបញ្ហាសង្គមក៏ត្រូវមាន gap ដែរមិនមែនទៅដោះស្រាយបញ្ហាសង្គមគេដោះស្រាយហើយយើងទៅដោះស្រាយទៀតក៏អត់កើតដែរគេដែរអញ្ចឹង3នឹងបញ្ចូលគ្នាមកយើងចាប់អារម្មណ៍ផងបញ្ហាសង្គមផងអត់មានអ្នកធ្វើផងបញ្ចូលគ្នាទៅคล้ายជាប្រធានបទមួយដែលយើងសិក្សាបានហើយជាពិសេសគឺថ្នាក់ Master PhD ទៅត្រូវអាហ្នឹងព្រោះវាចំណាយពេលយូរបើ paper អត់អីទេ paper ធ្វើតែទៅលើនេះមួយបានហើយវាតិចវាខ្លីចំណាយពេលតែ 3-4 ខែអញ្ចឹងទៅបានមួយឥឡូវរឿង aim research នេះក្នុងអត្ថបទស្រាវជ្រាវមួយយើងត្រូវបញ្ជាក់ពីគោលបំណងជាក់លាក់នៅក្នុងធានបទយើងអញ្ចឹងវា flow ដូចគ្នាទេដំបូងយើងនិយាយទូទៅមកក្នុង introduction ណា background information ពាក់ព័ន្ធនឹង problem ពាក់ព័ន្ធ research topic នឹងអ្នកការទី2ហៅមើល gap ឲ្យឃើញ highlight problem gap in literature that research aim to address ហើយបាន state the aim ថាគោលបំណងនៃការសិក្សារបស់យើងគឺចេះដោយសារយើងបានរកមើល gap ឃើញហើយចុងក្រោយគេយើងដាក់ optional ឡើយហ្នឹងពេលខ្លះយើងមាន aim តែ aim វាធំពេក aim ធំយើងអាចប្របែកវាទៅជា breakdown aim into specific objective ឬ question ចឹង if your research aim is broad you may break it down into specific objective or sub aim ចឹងអានេះយើងធ្លាប់រៀនលក្ខណៈខុសគ្នានៃ aim និង objective អញ្ចឹងណា aim វាធំ objective វាតូចអញ្ចឹងមានក៏បានអត់ក៏បានក្រុមនេះបើថា problem background information job ហៅមើល gap ឃើញintroduce the aim ពេលខ្លះគេដាក់ objective អញ្ចឹងទៅតែមានក៏បានអត់ក៏បានហើយយើងមានមួយចំណុចទៀតអានេះរៀងឆ្ងាយពីប្រធានបទនឹងតិចគ្រាន់តែអញ្ចេះ aim ហើយនឹង question ត្រូវស៊ីគ្នា link គ្នាបាទទោះបីខុសគ្នាគ្រាន់តែខុសគ្នាអញ្ចេះ aim វាធំ question វា specific focus ហើយ aim វា general
question specific question វាត្រូវ C ជាមួយអានេះ objective នេះបានថា objective aim យើងធំតែ aim យើងមាន1តែ objective យើងមាន3អញ្ចឹង objective យើងមាន3យើងត្រូវ link ជាមួយនឹង question ឲ្យបាន3ដែរអញ្ចឹង question វាត្រូវ link ជាមួយនឹង objective ដែល objective ត្រូវពី3វា under aim អញ្ចឹង aim ប្រវែកទៅជា3 objective ទៅ link ជាមួយ3 question វា question និង aim ត្រូវ question និង objective ត្រូវដូចគ្នាវាគាត់ឲ្យមួយចំនួនឲ្យមួយប្រយោគស្របអញ្ចឹងណាតែគោលបំណងរបស់វាគឺ broad and specific overall purpose અને smaller manageable part អញ្ចឹងទៅអញ្ចឹងអត់អីខ្ញុំសូមសង្ខេបប៉ុណ្ណឹងឲ្យទុកពេលវេលាតែនៅសេសសល់សំណួរចម្លើយតែប៉ុន្តែមិនទាន់សំណួរចម្លើយខ្ញុំមានឧទាហរណ៍មួយឥឡូវចេះបកមកវិញពេលយើងទៅសេ paper អានេះយើងនិយាយ paper ណាយើងអត់និយាយនៃ keyboard ក៏មាន3ហ្នឹងដែរក៏ថែមទៀតនៃ keyboard ត្រូវមាន background នៃ keyboard ខ្ញុំដាក់ slide មួយឲ្យមើលគេហៅ background problem statement ឲ្យស្អីគេ aim question significant of study scope limitation អីហោហាងទៅតែក្នុង paper គេអត់ញ៉ៃច្រើនដូចក្នុងនៃ keyboard ទេគឺយកតែ3រឿងនោះទៅបានហើយសាវតាទូទៅនៃប្រធានបទសេបានមក paragraph មកយូរមក2 paragraph វៃមកអស់ gap ហ្នឹងសរសេរមក paragraph ឬក៏2 paragraph ហើយបានលើកពីគោលបំណងនៃការសិក្សាសំណួរសិក្សាឬក៏ structure of article នេះ of structure of the article អញ្ចឹង3នឹងបានគឺការងារយើងចប់នៅក្នុង introduction ហើយដោះស្រាយបន្ទាប់គឺ literature review method ស្អីទៅចាំខ្ញុំទៅនេះចាំខ្ញុំលើកប្រធានបទ literature review method ស្អីវាមកនិយាយតទៀតអញ្ចឹងណាបាទពីណាគ្នាយើងណាលើជំរាបសួរដល់ផ្លែលើលេងជប់មកសិនខ្ញុំចង់ញូតពីណាគេលើសម្លេងគូនេះមិនដឹងអ្នកណាឥឡូវបាំងជប់មកសិនខ្ញុំបញ្ចប់នេះសិនឥឡូវខ្ញុំចប់ហើយឥឡូវនឹងបងសំណួរសួរមួយហើយតាមខ្ញុំទៅបង្ហាញមើលជាឧទាហរណ៍វិញបាទឥឡូវចាំអស់គ្នាមូនៅក្នុង interaction មាន13ទេតែស្តង់ដារគេទូទៅឯស្តង់ដារសកលលោកអន្តរជាតិគឺផ្ដល់ background លើកបញ្ហាផ្ដល់គោលបំណងនៃការសិក្សា background នេះយើងអាចសរសេរមក paragraph ឬក៏2អានេះ1ឬក៏2អានេះ1ឬក៏2អញ្ចឹងសរុបទៅវាច្រើន6 paragraph បើតិច3អញ្ចឹងពី3ទៅ6វាមាន3 paragraph 5 paragraph 6អីទៅខ្ញុំស្កប់ប៉ុណ្ណឹងបាទបើមានសំណួរសួរហើយបាទខ្ញុំចូលទៅបង្ហាញពីសួស្តីបងគឹមគុំខ្ញុំចង់សួរបងមកសំណួរបងតើកន្លែងចំណុច introduction មិញនៅកន្លែង research gap កន្លងមកភាគច្រើនខ្ញុំយល់ថារបៀបទៅសេ research problem ដែលខ្ញុំមាន citation problem ដែលខ្ញុំទាញយកពី problem អាច context នៅកម្ពុជាឬក៏ context នៅគេដើម្បីទាញជា problem rest ចុះបើសិនជាខ្ញុំធ្វើ research gap អាហ្នឹង gap ហ្នឹងវាមាន citation ទេពីព្រោះ gap ពីទូទៅខ្ញុំធ្លាប់ធ្វើ empirical study ជំនាន់ខ្ញុំធ្វើ master ហ្នឹងខ្ញុំបានធ្វើ research ជិត20ធ្វើ research gap នៅក្នុងខ្ញុំអានអត្ថបទ20ខ្ញុំបានរកឃើញថា research របស់ខ្ញុំគឺមាន research gap ដោយសារគេអត់ទៅសេលើធានបទខ្ញុំអញ្ចឹងខ្ញុំទាញផ្អែកលើ empirical study ហ្នឹងខ្ញុំក៏ទាញជា gap ប៉ុន្តែបើយើងទៅសេជាពាក្យពេចន៍ខ្លួនយើងមានន័យថាវាអត់មាន citation អីយកមកបញ្ជាក់ជាក់លាក់ទេអញ្ចឹងជាបទពិសោធន៍របស់យល់បងតាកន្លែងហ្នឹង research gap តែយើងគួរមាន citation ទេអត់គួរមានជារួមគួរមានចេះ gap យើងអាចអះអាងថាការសិក្សានៅលើប្រធានបទនេះគឺមិនទាន់មានអ្នកសិក្សាទេយើងនិយាយប៉ុណ្ណឹងបើយើងអត់មាន citation គេប្រកាសជាសួរថាមិនបានអ្នកឯងដឹងថាអត់មានអ្នកសិក្សាអញ្ចឹងវាមានវិធីសាស្ត្រវាជួបប្រហែលជា2ទី1យើងត្រូវលើកថាតើអ្នកដែលសិក្សារឿងហ្នឹងពីមុនហ្នឹងគេសិក្សាលើអីយើងនិយាយខ្លីៗមកថាការសិក្សាទី1ការសិក្សាពីនេះទី2នេះទី3នេះ however ក៏ប៉ុន្តែការសិក្សាទាំង3នេះគឺផ្ដោតតែទៅលើរឿងនេះទេมันមានការសិក្សាណាមួយមកសិក្សាពីរឿងនេះទេចាការអាងរបស់យើងនេះមិនបាច់មាន citation ទេដោយសារអីយើងបានប្រាប់ឲ្យថា
ការសិក្សាទី1សិក្សាពីលឿននេះទី2ទៅលឿននេះទី3លឿននេះប៉ុន្តែអត់មានអ្នកសិក្សាពីលើរឿងមួយនេះទេហ្នឹងចប់3ណាមានមួយទៀតតែពេលខ្ញុំបង្ហាញក្នុងឧទាហរណ៍ឃើញហើយមួយទៀតចេះយើងដាក់ថាលើកលែងតែការសិក្សាមួយនេះมันមានការសិក្សាណាផ្សេងទៀតសិក្សាពីហ្នឹងទេបើថាប្រាប់គេថាគ្មានអត់មានមែនតែមានមួយគេសិក្សាហើយរឿងហ្នឹងដែរតែมันដូច 100% ណាគេសិក្សារឿងហ្នឹងប្រធានបទដូចគ្នាអញ្ចឹងយើងប្រាប់ថាលើកលែងតែការសិក្សាមួយនេះมันមានការសិក្សាណាផ្សេងដែលសិក្សាពីហ្នឹងទេអញ្ចឹងបានថាយើងអះអាងថាអត់មាន gap យើងអះអាងថា gap មែនប៉ុន្តែការអាងយើងត្រូវមានឯកសារយោងដែរបើសិនជាមានការសិក្សាមួយគេនិយាយថារឿងការសិក្សារឿងហ្នឹងគឺมันមិនទាន់មានការសិក្សាច្រើនទេយើងយកគាត់មកយោងប៉ុន្តែបើយើងខ្លួនឯងនេះអត់មានអ្នកណាយោងទេយើងអានទៅឃើញថាมันមានមែនហើយយើងចង់អះអាងថាអត់មានមែនតែអះអាងមានណាគេជឿព្រោះអាហ្នឹងវាអត់មានឯកសារយោងអញ្ចឹងណាតែអញ្ចឹងយើងត្រូវយកឯកសារណាដែលនិយាយពីរឿងហ្នឹងសិនរៀបរាប់ពីម៉ាត់2សិនហើយបើយើងប្រាប់ថាអាពី3ហ្នឹងវាសិក្សាមែនតែវាអត់ទាន់សិក្សាពីរឿងមួយនេះទេអញ្ចឹងនៅពេលយើងអះអាងអញ្ចឹងគេជឿយើងដោយសារអីយើងមុននឹងអះអាងអញ្ចឹងយើងបានយកអារឿងអាគេប្រហែលហ្នឹងយកមកនិយាយបន្តិចហើយអញ្ចឹងអ្នកអាងគេដឹងថាអូមានអ្នកសិក្សា3 4ដែរតែអ្នកនេះគាត់មកសិក្សារឿងហ្នឹងដែរតែខុសពីអាហ្នឹងខុសពីអា3មុនហ្នឹងអញ្ចឹងគេ accept យើងណាបានថាយើងមិនមែនអះអាងចោលទៅដោយមិនមានស្អីទាំងអស់ទេយើងបានរៀបរាប់ដែរថាមានគេសិក្សា1 2 3នេះទាំងខ្ញុំមកសិក្សាហ្នឹងគឺអត់តមានអ្នកសិក្សាទេព្រោះ3អ្នកនេះគាត់សិក្សាតែរឿងនោះទេអញ្ចឹងអ្នកអានគាត់ make sense ឡើយហ្នឹងណាបានថាគាត់យល់តែមើលខ្ញុំបង្ហាញក្នុង example អ្នកអស់គ្នាឃើញហើយថានៅពេលយើងអះអាងខ្ញុំចូលសួរគេនៅពេលគេទៅសេអត្ថបទផ្ញើមកណាព្រោះខ្ញុំកាន់ journal ឲ្យក្រសួងពង journal ខ្លួនឯងពងគេអះអាងចេះ There's no research on this topic អីចឹងទៅហើយគាត់និយាយប៉ុណ្ណឹងអត់មានឯកសារយោងទេហើយក៏មិនបានរៀបរាប់ពីមុនដែរថាអ្នកសិក្សាពីរឿងប្រហែលហ្នឹងពីមុនគេសិក្សាពីអីក៏អត់និយាយដែរក្នុងករណីហ្នឹងខ្ញុំប្រកាសជាមានសំណួរមួយហើយcan you add citation to support your claim តើមានឯកសារណាគាំទ្រការអាននឹងអត់ណាអញ្ចឹងសរុបជារួមបើមានគួរតែមានបើអត់មានក៏ត្រូវរៀបរាប់អារឿងរ៉ាវប្រហែលហ្នឹងសិនដែរមុននឹងយើងរៀបរាប់ថាអត់មានអ្នកសិក្សាវាអញ្ចឹងណាបាទហើយខ្ញុំសូម share screen ទៅវិញហើយខ្ញុំមានអត្ថបទ4របស់ខ្ញុំដែលខ្ញុំចង់យកមកបង្ហាញខ្លីៗមិនច្រើនទេមិនលម្អិតទេដោយសារយើងអត់មានពេលហើយបងប្អូនយើងអាច download បានក្នុង link ក្នុងក្រុមមាន link download ហ្នឹងទាំង slide ទាំងអីខ្ញុំដាក់នៅក្នុងអស់ហើយ download ទៅខ្ញុំភ្លេច share បន្តទៀតហើយខ្ញុំសូមបើកមើលទី1ចឹងទី1នេះអត្ថបទ1ឃើញអត្ថបទនេះខ្ញុំចេះនឹកឃើញប្រវត្តិអត្ថបទហ្នឹងខ្ញុំសេវា5ឆ្នាំមិនចប់អត្ថបទហ្នឹង4ឆ្នាំចាប់ដើមសេអត្ថបទហ្នឹងដំបូង2019បានបោះពុំ2024សេចប់2023អញ្ចឹងវាសរសេរ4ឆ្នាំបោះពុំ1ឆ្នាំ5ឆ្នាំបានអត្ថបទហ្នឹងមួយមូលហេតុហ្នឹងមិនមែនយើងពិបាកសេយើងសរសេរទៅយើងទុកចោលអញ្ចឹងតែយើងស្រឡាញ់វាអញ្ចឹងអញ្ចឹងខ្ញុំសិក្សាអំពីអត្ថបទរបស់វាគឺការយល់ឃើញពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់គ្រូបរិញ្ញាសាកលវិទ្យាល័យជំនាញភាសាអង់គ្លេសហើយនឹងការចូលរួមក្នុងការស្រាវជ្រាវរបស់គាត់insight from Cambodian higher education ឥឡូវប្រធានបទគឺការយល់ឃើញក្នុងពាក់ព័ន្ធការស្រាវជ្រាវការយល់ឃើញទៅលើការស្រាវជ្រាវហើយនឹងការចូលរួមក្នុងការស្រាវជ្រាវរបស់សាស្ត្រាចារ្យឬគ្រូបរិញ្ញាសាកលវិទ្យាល័យហ្នឹងប្រធានបទឥឡូវយើងមើល introduction អានេះគេហៅ background ហើយខ្ញុំនិយាយពី research engagement ការចូលរួមក្នុងការស្រាវជ្រាវរបស់គ្រូហ្នឹងជាពិសេសគ្រូភាសាអង់គ្លេសហ្នឹងគឺជាប្រធានបទមួយដែលគេចាប់អារម្មណ៍យូរមកហើយឃើញទេហើយយើងនិយាយតែមួយម៉ាត់ហ្នឹងគឺបង្ហាញពី centrality claiming centrality បានថាអះអាងថាប្រធានបទហ្នឹងគឺជាប្រធានបទមួយដែលគេចាប់អារម្មណ៍ខ្ញុំគាត់លើកថាការសិក្សា
research ពាក់ព័ន្ធនឹងការចូលរួមក្នុងការស្រាវជ្រាវហ្នឹងគឺជាប្រធានបទមួយដែលគេចាប់អារម្មណ៍រាប់ឆ្នាំមកហើយយើងនិយាយប៉ុណ្ណឹងមិននិយាយចោលណាមានឯកសារយោងបើអ្នកឯងមិនជឿទៅមើលលោកនេះគាត់ថាអញ្ចឹងដែរ10ឆ្នាំមុនអញ្ចឹងខ្ញុំលើកប្រវត្តិតិចតាំងពី90មក research ពាក់ព័ន្ធនឹងរឿងការធ្វើ research របស់គ្រូហ្នឹងគឺមានការកើនឡើងជាខ្លាំងដូចដែលបានឃើញនៅក្នុងអត្ថបទរបស់លោកនេះហើយនឹងអត្ថបទលោកនេះអញ្ចឹងណាយើងថាមានការកើនឡើងដោយសារមានអត្ថបទ3 4នេះហើយក៏មានសំណួរផ្សេងពាក់ព័ន្ធនឹងអាហ្នឹងមានឯកសារយោងមកគ្រប់គ្រងអញ្ចឹងណាហើយគេសិក្សាទៅលើ action research collaborative research classroom research អីហ្នឹងទៅអាហ្នឹងខ្ញុំនិយាយទូទៅសិនមិនតាន់ចូលខ្សែរឿងយើងទេណានៅទូទៅឡើយហ្នឹងអានេះគេដាក់ថាមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការធ្វើ research របស់គ្រូมันតែថាមានការបោះពុម្ពផ្សេងហើយហោហាយហ្នឹងទៅហើយលោកនេះគាត់អាងថាជាទូទៅគ្រូបរិញ្ញាគឺគាត់មិនសូវធ្វើ research ប្រហែលទេដូច្នេះហើយយើងគួរតែសិក្សាមើលថាតើមិនបានគ្រូគាត់ធ្វើ research ឬក៏មិនធ្វើ research នេះខ្ញុំព្យាយាមទាញចូលរឿងរបស់ខ្ញុំណាមិនទាន់ចូលរឿងទេចូលទៀតពីសតវត្សមកហើយឥឡូវខ្ញុំចង់ធំទេអត់ធំនេះមានការសិក្សាកើនឡើងជាច្រើនពាក់ព័ន្ធនឹងការសិក្សារបស់គ្រូហើយការសិក្សាពីច្រើនយកតាមលោកនេះហ្នឹងទៅឲ្យហោហាយយើងមកហើយ meaning comprehensive research ហើយបានយើងចាប់ដើមអានេះអត់ទាន់មាន gap ទេណា background ចប់ហើយខ្ញុំចាប់ដើមចូលរឿងរបស់យើងការសិក្សាហ្នឹងគឺយើងយកតាមលោកនេះហើយយើងទៅអានេះបើយើងមើលទៅអត់ gap ទេខ្ញុំមានគេហៅ background aim ចូល aim ហើយតែមុននឹងចូល aim យើងប្រាប់ថាការសិក្សាយើងយកតាមលោកណានេះ definition នៃ research ហ្នឹងអញ្ចឹងបានថាការសិក្សានេះគឺមានគោលបំណងសិក្សា contribute ទៅលើរឿងរ៉ាវពាក់ព័ន្ធនឹងការធ្វើ research របស់គ្រូហ្នឹងដោយយកប្រទេសកម្ពុជាជាករណីសិក្សាមួយក្នុងការសិក្សាពីរឿងហ្នឹងហើយខ្ញុំថាកម្ពុជាគឺវាជាករណីសិក្សាមួយដែលល្អដោយសារតែនៅក្នុងបរិបទបច្ចុប្បន្នហ្នឹងរដ្ឋាភិបាលកំពុងចាប់អារម្មណ៍រឿង research អីចឹងណាហោហាយយ៉ាងមកនេះ such development may help transform how university teacher pursue research engagement however there is no research to investigate the phenomenon which lead to អានេះយើងឃើញការអាងនេះគឺ gap ហើយយើងឃើញថាចុះអានេះអត់មាន citation មកយោងផងហ្នឹងឃើញទេដោយសាររឿងនេះរឿងថ្មីហើយអត់តមានអ្នកសិក្សាពីរឿងបាតុភូតនឹងទេអានេះខ្ញុំលើកមួយតែមុននឹងមានហ្នឹងយើងបានសាយម្នាក់នេះហើយគាត់និយាយរឿង research នៅស្រុកខ្មែរអញ្ចឹងណានេះគោលបំណងគឺ fill the gap ហើយយើងមកហើយវាសារៈសំខាន់មិនវាសំខាន់ដោយសារវាទីមួយវាជា research ដំបូងបង្អស់ដែលសិក្សាពីរឿងហ្នឹងហើយទីពីរវានឹងលើកពីរឿងរ៉ាវ reality រឿងពិតរបស់គ្រូបរិញ្ញាបត្រនៅកម្ពុជាអីយ៉ាងណាហើយយើងមាន citation មកគ្រប់គ្រងហ្នឹងហើយ this understanding crucial through valuable insight នេះសារៈសំខាន់នៃការសិក្សាម្ដុំនេះឥឡូវមិនទាន់ចប់ទេសារៈសំខាន់នៃការសិក្សាទៀតអានេះin research need to identify privilege អូខេអានេះ introduction ចប់ប៉ុណ្ណឹងបើជារួមយើងមើលមកវាឃើញមានbackground
ពីparagraph នេះហើយគោលម្ដងហើយក៏អា gap នេះវានៅក្នុងគោលម្ដងជាមួយ gap នឹងវាចូលគ្នាវាអត់ flow 100% តាមmodel របស់យើងគាត់ថាវាមាន3ដូចគ្នាវាមាន background មានមាន problem នៅក្នុងនឹងអញ្ចឹងណាហើយអានេះខ្ញុំមួយនេះអត់មាន structure ទេចប់ប៉ុណ្ណឹងមកអត់មាន structure ទេព្រោះ structure វា option ដែរឥឡូវខ្ញុំសុំមើលមួយទៀតតើមានអត់ព្រោះខ្ញុំអត់ចាំថាខ្ញុំសរសេរខ្លះទេក៏ខ្ញុំមើលវិភាគនេះដឹងហើយនេះអត្ថបទមួយទៀតខ្ញុំបោះពុំក្នុង journal ជាមួយគ្នាហ្នឹងកាលហ្នឹងអានេះខ្ញុំសិក្សាមើលថាតើអ្នកភាគីពាក់ព័ន្ធនៅកម្ពុជាហ្នឹងគាត់យល់យ៉ាងម៉េចរឿងការជំរុញការស្រាវជ្រាវនៅកម្ពុជាថាគេកំពុងជំរុញការស្រាវជ្រាវតែយើងនេះជាសិស្សជាគ្រូជាអីនេះយល់ថាម៉េចហើយមានអ្នកណាសិក្សារឿងថ្មីហ្មងឥឡូវខ្ញុំមើល background អូខេ background ចាប់ដើមមកយើងនិយាយថានិយាយថាអូខេការសិក្សាដំសិក្សាគឺមានសារៈសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចនេះប៉ុណ្ណេះបាច់មានឯកសារយោងក៏បានដែរប៉ុណ្ណឹងរឿងទូទៅហើយអ្នកណាក៏ទទួលស្គាល់ថាវាអញ្ចឹងដែរអញ្ចឹងឡើងនឹងបាច់មានបើចង់មានក៏បានឡើងហ្នឹងទូនទីដំសិក្សាគឺត្រូវបានអង្គការធំហ្នឹងចាប់ដើមគិតគូរអញ្ចឹងទៅមាន World Bank មានអីទៅអញ្ចឹងខ្ញុំលើកថាករណីអត្ថបទមួយរបស់ World Bank គាត់ថាទៅinvest ទៅលើឧត្តមសិក្សាអីចឹងហោហាយអញ្ចឹងណាទូនទីរបស់មូលធនមនុស្សក៏មានសារៈសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចពឹងលើចំណេះដឹងដែរការសង្គមពុទ្ធិនឹងអញ្ចឹងលើកឧទាហរណ៍មកថាអ្នកណានេះគាត់និយាយថាអីហោហាយអញ្ចឹងណាជាមួយតែមកទៀតមិនទាន់ចូលដល់សាច់រឿងរបស់យើងទេព្រោះរឿងរបស់យើងគឺរឿង research តែនេះខ្ញុំនិយាយរឿងសកលវិទ្យាល័យដោយសារទូទីរបស់សកលវិទ្យាល័យពាក់ព័ន្ធ research ណាឥឡូវមិនទាន់ដល់ក្រោមមកជាមួយទៀតណាលោកណាគាត់និយាយថានៅក្នុងសង្គមពុទ្ធិត្រូវការចំណេះដឹងត្រូវការអីហោហាយទៅអញ្ចឹងកន្លែងនេះខ្ញុំចាប់តាមទាញចូលទូសេចក្តីចូលរឿងរបស់យើងទូនទីរបស់ចំណេះដឹងក្នុងការជំរុញសេដ្ឋកិច្ចអញ្ចឹងមាននិន្នាការសកលមួយក្នុងការបង្កើតknowledge society យោងតាមអ្នកនេះ knowledge society មានន័យថាម៉េចអីយ៉ាងហោហាយអញ្ចឹងណាហើយចាប់ដើមទួលស្គាល់ទូនទីរបស់សកលវិទ្យាល័យក្នុងការបង្កើតចំណេះដឹងអីហោហាយអញ្ចឹងទៅឥឡូវណាឡើងខ្មែរទូនទីសកលវិទ្យាល័យនិងឧត្តមសិក្សាចាប់ដើមមានការកាត់គូច្រើនអញ្ចឹងមានប្រទេសជាច្រើនចាប់ដើមជំរុញ research capacity ចូលណាចូល research ចាប់ដើមជំរុញ research capacity របស់ខ្លួនហើយអភិវឌ្ឍខ្លួនឯងទៅជាប្រទេសឬក៏ស្ថាប័នមួយដែលពឹងលើ research ហើយបានចូលកម្ពុជាព្រោះយើងទាញពីលើមកហើយព្រោះរឿងយើងរឿង research តែមុននឹងចូលរឿង research ខ្ញុំនិយាយរឿងស្ដំភាសាសិនរឿងបង្កើតសង្គមពុទ្ធិអីហោហាយទៅរឿងបង្កើតចំណេះដឹងហើយរឿង research ហើយបានចូលកម្ពុជាក្នុងកម្ពុជានឹងមានការខិតខំប្រឹងប្រែងក្នុងការជំរុញការដំសាក៏ដូចជា research ច្រើនតាំងពីឆ្នាំ90មកអីហោហាយអញ្ចឹងណាមានសកលវិទ្យាល័យមានអីកើនឡើងពីប្រមាណអីហោហាយប្រវត្តិតិចតួចនេះ background សុទ្ធហ្មងហើយនៅក្នុងបរិបទមួយដែលចំនួនសកលវិទ្យាល័យកើនឡើងខ្លាំងចំនួនសិស្សក៏កើនឡើងខ្លាំងអីហោហាយអញ្ចឹងទៅតែស្អត់មាន statistic មកគ្រប់គ្រងណាយើងឃើញស្អត់តែមានឯកសារយោងគ្រប់កន្លែងទាំងអស់គុណភាពនេះចាប់ដើមចូលបញ្ហាគុណភាពគឺជាបញ្ហាហើយយើងថាបញ្ហាយើងលើក research មក research ផ្សេងក៏លើកមកថាវាមានបញ្ហាអីអញ្ចឹងមានបញ្ហាផ្សេងទៀតហោហាយយើងមកលើកពីនេះទៅទៀតបញ្ហាមួយទៀតគឺបញ្ហាពាក់ព័ន្ធនឹងស្អីនេះអូខេមិនតន់អស់ទេនៅបញ្ហាមួយទៀតបញ្ហាពាក់ព័ន្ធនឹងការធ្វើ research អត់មាន
ចឹងឡើងនឹង research problem ទាំងអស់ពី paragraph ហ្នឹងណាអញខ្ញុំចប់តាមចូលទូសេចក្តីហើយមិនទូសេចក្តីគេហៅ gap ទី2 flow ទី2ការចូលរួមក្នុងការសាជារបស់គ្រូហ្នឹងគឺhelp from ក្រសួងជំរុញ research ចឹងក្នុងពេលថ្មីហ្នឹងមាន project 2ដែលក្រសួងធ្វើដើម្បីជំរុញ research យើងលើកមកនិយាយណានេះមិនគ្នាយើងសួរមួយសំណួរមិនថាអាងមិនថាអត់មានគេធ្វើចឹងខ្ញុំដាក់ថាមកដល់ពេលនេះមាន research តិចតួចមែនតើដែលសិក្សាអំពីរឿងហ្នឹងមានexception លើកលែងតែ research របស់មួយនេះ3នេះលើកលែងតែ3ហ្នឹងទេគឺ there lack of research investigating the impact of project ខ្ញុំអានថាអត់មាន research សោះហ្មងពាក់ព័ន្ធនឹងហ្នឹងតែមានពី3ដែរអញ្ចឹងខ្ញុំលើកថាមានលើកលែងតែ3ហ្នឹងគឺគ្មាន research ណាតាក់ទងពីហ្នឹងទេអញ្ចឹងវាមានតិចមែនតើអញ្ចឹងអាហ្នឹងគេហៅ continuing tradition យើង identify gap ដែរប៉ុន្តែមិនមែន gap ហ្នឹង 100% gap ទេគឺមានគេសិក្សាដែរ3នេះសិក្សាហើយហីប៉ុន្តែវានៅតែតិចចឹងចង់ឲ្យបាន10អត្ថបទអីចឹងណាខ្ញុំមកសិក្សាទៀតចឹងយើងឃើញថាអត្ថបទរបស់ខ្ញុំនេះមិនមែន 100% ថ្មីទេគឺខ្ញុំសិក្សារឿងហ្នឹងប៉ុន្តែមានគេសិក្សាពីមុនហ្នឹង2 3ដែរតែប៉ុន្តែមានខ្ញុំខ្លួនឯងទៀតមែនតើទៅនេះខ្ញុំសិក្សា2 ដងហើយអាហ្នឹងខ្ញុំមកថែមម្ដងទៀតចឹងខ្ញុំដាក់ថា little research ចឹងមកថាប្រធានបទតែមួយនឹងទេតែខ្ញុំសិក្សាបន្តទៀតតែយើងត្រូវបញ្ជាក់ថាមិនមែនរឿងថ្មី 100% ទេគឺមានការសិក្សាមកខ្លះហើយចឹង gap ខ្ញុំ identify ឃើញហើយក្នុងហ្នឹងប៉ុន្តែមិនមែន gap ហ្នឹង 100% gap ទេគឺទងថា 30-40% ចុះព្រោះមានគេសិក្សាពី3នាក់ដែរចឹងមិនដឹងនេះចុងក្រោយមូលទី3គឺ introduce your research this study aim to fill the gap ណា contribute to អីហោហាយើងមកpolicy maker អីទៅ study guide by one question នេះខ្ញុំ interview question ភ្លាមហើយជាមួយខ្ញុំ interview ប៉ុណ្ណឹងចប់ហើយអស់ការងារហើយក្នុង introduction ខ្ញុំលេងខ្វល់ហើយគឺចប់ចូលដល់ literature review នេះ literature review គាត់យើងអត់ដាក់ពាក្យ literature review ឃើញទេចឹងពីលើមកបើគ្នាយើងមើលគឺអត្ថបទនោះ download មើលបានណាអត់អីខ្ញុំដាក់នៅក្នុង link ហើយគឺ general background និយាយពីឧត្តមសាស្ត្រទាញចូលរឿង research ទាញចូលប្រទេសកម្ពុជាថាតើកម្ពុជានឹងបច្ចុប្បន្ននឹងវាមិនរឿង research រឿងអីហ្នឹងហើយបានទាញចូលថាកម្ពុជាឥឡូវកំពុងតែជំរុញ research ប៉ុន្តែមិនទាន់មានការសិក្សាណាមួយនិយាយថាតើឥឡូវគេជំរុញ research ប៉ុណ្ណឹងតើយើងគិតថាម៉េចដែរហើយយើងមានការសិក្សាពី3ដែលនិយាយពីរឿងហ្នឹងដែរតែមិនចំអានឹង 100% អញ្ចឹងវាមាន gap ខ្លះដែរ little research អញ្ចឹងមាន gap ដែលសិក្សាអំពីអានឹងហើយបើយើងប្រាប់គោលបំណងនៃការសិក្សាលើកសំណួរមួយមកចប់ចូលទូសេចក្តីភ្លាមទេណាឥឡូវខ្ញុំសុំទៅមួយទៀតជប់ខ្ញុំមើលសិនអស់មកសុំមួយទៀតអានេះខ្ញុំនិយាយមួយដងមិញហ្នឹងគឺគេហៅបំណងប្រាថ្នារបស់កម្ពុជាចង់ខ្លាយជាសង្គមពុទ្ធិបញ្ហាប្រឈមនិង recommendation អត្ថបទនេះ review article ទេឥឡូវយើងមើលថាប្រធានបទគឺរឿងសង្គមពុទ្ធិតើខ្ញុំចាប់ដើមវាមិនអានេះចូលកម្ពុជាយកមកកម្ពុជាគឺចង់ខ្លាយជាសង្គមពុទ្ធិក្នុងយុទ្ធសាស្ត្រឆ្នាំ2030អីហោហាយអញ្ចឹងទៅក្រសួងអប់រំនឹងគាត់លើកពីរឿងចង់ខ្លាយជាសង្គមពុទ្ធិហោហាយទៅចប់មួយរឿងណាទូទៅហើយដែលប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច7ឆ្នាំក្នុងមួយឆ្នាំ7%ក្នុងមួយឆ្នាំកម្ពុជានឹងមានស្អីណា GDP ប្រមាណអីប្រមាណកើនប្រមាណកាត់ថយភាពក្រីក្រប្រមាណអីចឹងអាហ្នឹងរឿងទូទៅដែរក្នុងឆ្នាំ2013កម្ពុជាចង់ខ្លាយជាប្រទេសអភិវឌ្ឍអីហើយនេះ2030 2050អីចឹងណាតែរឿងទាំងអស់ដែលយើងនិយាយត្រូវមានឯកសារយោងណារឿងហ្នឹងទូទៅទេតែអ្នកផ្សេងដែលមិនខ្មែរគេមិនដឹងថានឹងស្អីយើងឃើញការសរសេរគឺស្អីមួយមានឯកសារអីមួយមានឯកសារអញ្ចឹងទៅនេះឆ្នាំប្រហែល2020មានរឿងកូវីដធ្លាក់សេដ្ឋកិច្ចអីហោហាយទៅអញ្ចឹងក្នុងបរិបទនេះ
ចឹងអាលើនេះគឺ background ហើយអានេះគឺខ្ញុំទាញចូល problem តិចហើយខ្ញុំដាក់ថានេះដាក់មួយម៉ាត់នេះធ្ងន់ហ្មងដាក់ថាបច្ចុប្បន្ននេះមើលទៅដូចគ្មានចក្ខុវិស័យអីច្បាស់លាស់ក្នុងការជំរុញលើកកម្ពស់វិស័យអប់រំទេបើមិនជឿទៅមើលម្នាក់នេះទៅខ្ញុំដែរហ្នឹងតែយើងអាងអញ្ចឹងយើងត្រូវមានឯកសារណាទោះបីឯកសារយើងខ្លួនឯងក៏ដោយហើយទោះបីជាមានការខិតខំប្រឹងប្រែងផ្សេងក៏ដោយក៏រឿងឧត្តមសាស្ត្រ AO ហើយហ្នឹងរឿង research ហ្នឹងក៏នៅមានកម្រិតដែរបញ្ហាណាហើយ unclear how Cambodia can achieve a development vision ចឹងវាមិនដឹងថាតើកម្ពុជាខ្លាចជាសង្គមប្រតិនឹងបែបម៉េចឬក៏ខ្លាចជាប្រទេសអភិវឌ្ឍបែបម៉េចបើក្រសួងបើឧត្តមសិក្សាឬក៏គុណភាពអប់រំនៅញ៉ៃអញ្ចឹងណាអញ្ចឹងយើងលើកប៉ុណ្ណឹងគឺជាបញ្ហាដែលយើងយកមកលើកតែការលើកហ្នឹងមិនមែនជាទៅលើកមកយើងមានឯកសារយោងណាយើងមានឯកសារយោងខ្លួនឯងអត្ថបទរបស់ខ្ញុំផងអត្ថបទគេផងអីចឹងណាក្រសួងខ្លួនឯងផ្ទាល់ក៏គាត់លើកថានឹងបញ្ហាដែរអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីខ្ញុំផ្ដល់ background ប្រទេសកម្ពុជាសេដ្ឋកិច្ចប្រទេសកម្ពុជាហើយនឹងរឿងកូវីដរឿងអីហ្នឹងធ្វើប៉ះពាល់សេដ្ឋកិច្ចហូរហែអញ្ចឹងហើយខ្ញុំលើកបកមករឿងគោលបំណងកម្ពុជាចំណាយសង្គមពុទ្ធិតែរឿងបញ្ហាគឺរឿងគុណភាពអប់រំវាអត់ទៅល្អតើរុញប្រទេសជាសង្គមទៀតយ៉ាងម៉េចចឹងក្នុងបរិបទហ្នឹងយើងមានសំណួរមួយចំនួនដែលយើងឆ្ងល់ថាតើធ្វើម៉េចអីម៉េចចឹងណានេះខ្ញុំ question នេះហើយបានចូល move ទី3គឺគោលបំណងនៃការសិក្សាឃើញទេចឹងមានតែ3ទេ background problem គោលបំណងចឹងខ្ញុំទៅសេប្រហែល paragraph គឺចូលក្នុងហ្នឹងហើយអានេះនិងអានេះ3នេះគឺ background ហើយអាមួយនេះ problem អានេះក៏ problem ដែរយើង question ហើយចុងក្រោយគឺ aim នេះនិយាយពីបញ្ហាហើយនឹងស្អីចឹងទៅហើយអានេះ structure ការអត្ថបទនេះចាប់ដើមដោយនិយាយពីអានេះdefine អាហ្នឹងហើយយមន័យនៃពាក្យសង្គមពុទ្ធិហើយលើកពីបញ្ហាប្រឈមហើយលើកពី recommendation ហើយចុងក្រោយគឺបញ្ចប់ដោយ suggestion ចប់ឃើញទេអាហ្នឹងគឺ structure អញ្ចឹងអ្នកនរគ្នាឃើញថាអាហ្នឹងមាន structure អានេះអត់មានអញ្ចឹងវាតាមហ្នឹងពួក structure ហ្នឹងតែគ្រប់ទាំង3ហ្នឹងមួយពី3ហ្នឹងត្រូវមានទាំង3 background problem aim គាត់អាមួយនេះមាន background problem aim មាន structure វាសូមបន្ថែមមួយទៀតចុងក្រោយខ្លីអត្ថបទមួយទៀតនេះគឺការស្រាវជ្រាវរបស់ការចូលរួមក្នុងការស្រាវជ្រាវរបស់សាស្ត្រាចារ្យក៏អ្នកសិក្សានៅប្រទេសកំពុងអភិវឌ្ឍករណីសិក្សាប្រទេសកម្ពុជាអញ្ចឹងណាឥឡូវយើងការអត្ថបទគឺការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យនៅប្រទេសកំពុងអភិវឌ្ឍឥឡូវ introduction ខ្ញុំលើកថាមិនទាន់អានេះ background ក្នុងបរិបទប្រកបពីវនកម្មឬក៏ស្អីហ្នឹងទៅហោហាយអញ្ចឹងទៅសាកលវិទ្យាល័យជុំវិញពិភពលោកហ្នឹងគឺចាប់ផ្ដើមឲ្យគ្រូរបស់ខ្លួនហ្នឹងធ្វើ research ហើយនឹងបោះពុម្ពក្នុងអន្តរជាតិហើយយើងមាន citation មក control អញ្ចឹងណាហើយការបោះពុម្ពការអីហ្នឹងគឺចាប់ផ្ដើមឬថាផុសផលដោយសារតែគ្រូរៀនអីហោហើយហ្នឹងត្រូវការបោះពុម្ពដើម្បីជប់កាត់ចំណេះដឹងថ្មីអីចឹងទៅដល់មិនចប់ទេដោយសារក្នុងនិន្នាការបែបហ្នឹងហើយគឺមានការសិក្សាជាច្រើនពាក់ព័ន្ធនឹងការដែលគ្រូបរៀនហ្នឹងគឺធ្វើ research ហើយខ្ញុំលើកឡើងនេះ problem មកចាប់ដើមណានៅគណៈពេលដែលមានការសិក្សាជាច្រើនសិក្សាទៅលើថាតើគ្រូបរៀនគាត់ធ្វើ research យ៉ាងម៉េចនេះ there is limited growing literature មានការសិក្សាតិចតួចមែនទែនពាក់ព័ន្ធនឹងការសិក្សាទៅលើរឿងហ្នឹងជាមួយគ្រូនៅប្រទេសកំពុងអភិវឌ្ឍនៅពេលដែលខ្ញុំនិយាយថា limited research នេះមុននឹងខ្ញុំថា limit ខ្ញុំលើករឿងគេខុសគេដែលសិក្សាពីមុនមក4 10ហើយនេះថាមានការសិក្សាជាច្រើនទៅលើនេះទៅលើអនុអញ្ចឹងនេះប្រហែលអ្នកនេះឃើញទេប៉ុន្តែ
មាន limited ពាក់ព័ន្ធនឹងគ្រូនៅក្នុងប្រទេសកំពុងអភិវឌ្ឍប៉ុន្តែយើងថា limited ហ្នឹងមិន0ហ្មងណានេះមានប្រមាណអ្នកនេះដែរក៏សិក្សា4-10អ្នកនេះទៀតណាប៉ុន្តែសួរថា limit អត់នៅតែ limit ហ្នឹងមានប្រមាណអ្នកនេះអញ្ចឹងខ្ញុំ search ទៅអស់សពបាន5អ្នកហ្នឹងតែអាលើនេះច្រើនតែយើងយកមកឧទាហរណ៍ឲ្យគេមើលអញ្ចឹងណាអញ្ចឹងការអះអាងបែបហ្នឹងគឺគេជឿយើងមិនអាងថាគ្មានសោះហ្មងទេវាមិនដែលអត់មានសោះវាកម្រណា 100% 10% ដែលថាអះអាងបែបហ្នឹងត្រូវអញ្ចឹងវាប្រកាសជាមានហើយគ្រាន់តែយើងមានច្រើនអញ្ចឹងយើងមានតិចយើងចង់ថែមកាន់ច្រើនឥឡូវបញ្ហាទី2បញ្ហាហ្នឹងគឺដោយសារតែប្រទេសកំពុងអភិវឌ្ឍនឹងខ្វះទុនធានខ្វះអីហូរហែអញ្ចឹងការសិក្សាប្រទេសរកឃើញអញ្ចឹងនេះខ្ញុំលើកបន្ថែមទៀតនេះខ្ញុំបញ្យល់យំន័យអានេះក្រៅអានេះតែពិតដកនឹងចេញក៏បានដែរតែនេះ additional information នេះបានយើងថាការសិក្សានេះគឺសិក្សាទៅលើប្រទេសកម្ពុជាពាក់ព័ន្ធនឹងការសិក្សារបស់ការចូលរួមក្នុងការសិក្សារបស់គ្រូអញ្ចឹងជារួម background គឺ1 2នេះ background បញ្ហាគឺការសិក្សាវាមានកម្រិតហើយការសិក្សាមានកម្រិតដោយសារមិនខ្ញុំបញ្យល់ឡើងនេះហើយបានចូលគោលបំណងនៃការសិក្សាអញ្ចឹង3នឹងដែរការខ្ញុំសរសេរហ្នឹងខ្ញុំអត់មាន follow តាមអា model នឹង3នេះគ្រាន់តែខ្ញុំដឹងថាការសរសេរ flow វាអញ្ចឹងខ្ញុំអត់បាន specifically follow អាហ្នឹងតែខ្ញុំមកបកមកវិភាគឲ្យគ្នាជាងមើលគឺចូលអាហ្នឹងដូចគ្នាហ្នឹងព្រោះហ្នឹងជា flow ទូទៅហើយអញ្ចឹងកម្ពុជាជាករណីសិក្សាមួយពិសេសអីហោហើយអញ្ចឹងទៅហើយកន្លែងនេះនេះគឺ significant the finding of the study will be relevant to other national context insight provided study by will contribute better understanding of អញ្ចឹងមកអានេះគឺគេហៅថា significant of the study ឬក៏ principal finding តែមិន finding នេះគាត់ថាបើយើងរកបានឃើញគឺវាមានគុណប្រយោជន៍មិនអីមិនអញ្ចឹងទៅហើយហ្នឹងមានក៏បានអត់ក៏បានខ្ញុំលុបអាហ្នឹងចោលហ្មងក៏បាននេះជួនេះព្រោះវា optional តែអ្វីដែលអត់ optional គឺ background គឺ problem យើងត្រូវ highlight ហើយគោលបំណងរបស់យើងអាផ្សេងទៀតគឺ optional significant ឬក៏អីស្អី the study begin by នេះអាហ្នឹងក៏ optional ដែរអញ្ចឹងណាហើយខ្ញុំសូមអត្ថបទទៀតចុះដោយសារនឹកឃើញរឿងមួយហើយខ្ញុំសូមខ្ញុំចាំអត្ថបទនេះខ្ញុំប្រហែលជាអត់មាន finding ទេព្រោះកាលខ្ញុំសរសេរទៅដាក់ទៅគេឲ្យលុបអានេះគឺនិយាយពីបញ្ហាប្រឈមនិងការអភិវឌ្ឍថ្មីពាក់ព័ន្ធនឹងការស្រាវជ្រាវនៅកម្ពុជាអានឹងចេញពី PhD របស់ខ្ញុំណាខ្ញុំបោះពុំឆ្នាំ2023ក៏ឡើងគេ update 2024អានេះ background របស់វាគឺខ្ញុំនិយាយថាការអភិវឌ្ឍបដមសារនៅកម្ពុជាគឺមានគឺទៅចាប់ដើមអភិវឌ្ឍទេអញ្ចឹងទៅនិយាយប្រវត្តិកម្ពុជាទីតាំងពីជំនាន់បារាំងរហូតមកដល់ជំនាន់ពតជំនាន់សង្គមរាស្ត្រនិយមអីហោហាយអញ្ចឹងទៅជំនាន់លន់នល់ជំនាន់ពតអីហោហាយអញ្ចឹងណាយើងនិយាយទូទៅជំនាន់ពតគេយកសាលាទៅធ្វើគុកអីហោហាយអញ្ចឹងណាដល់ឆ្នាំ80ចូលដល់ជំនាន់វៀតណាមហោហាយអញ្ចឹងទៅហើយបានពី90មកដល់97ពី97ដល់2010រហូតដល់2018អញ្ចឹងវា flow ពីដើមមកតាមដំណាក់កាលចំនួនមួយតាក់ព័ន្ធនឹងដងសារកម្ពុជាអញ្ចឹងណាហោហាយមកដល់ឡែនេះ background នោះចូលគោលបំណងបណ្ដោយបាត់ problem មួយឡើយហ្នឹងហើយចាំមើលទៅទៀតតើ problem វាទៅណាexamine research development in Cambodia focus on challenge new development the study draw on interview នេះគឺ significant study the finding would be brought then អីមក such understanding អញ្ចឹងក្នុងនេះខ្ញុំភ្លេចទៅថាតើប្រហែលជាកាប់ទៅណាអីទៅណីវាអត់ឃើញ problem
អត់មានតែនៅក្នុងក្រុមនេះនៅក្នុង study aim to នេះដែរអូខេអញ្ចឹងអានេះបើខ្ញុំមើលទៅរៀងបាត់បន្តិចគាត់ថាបើយើងមើលអត់អស់គាត់ថាជាទូទៅគឺចេញពី background ហើយយើងចូល problem ហើយចូល aim ហ្នឹងខ្ញុំសូមបញ្ចប់អានឹងប៉ុណ្ណឹង